ស្ដីនេះសូមមានយោបល់សម្រាប់អ្នកមើលរឿងសាមកុកតែខ្លះគេលើកឡើងថាគេស្រឡាញ់ឆាឆាវតែខ្លះគេស្រឡាញ់ស៊ឺម៉ាតែចូលគឹកលៀងលឺប៉ៃអីចឹងសម្រាប់ខ្ញុំអត់ចូលចិត្តស្រឡាញ់នៅក្នុងសាច់រឿងខ្ញុំមើលហើយខ្ញុំមិនអត់ដែលសូមបានមើលរឿងជាខ្សែភាពយន្តយ៉ាងទេខ្ញុំមើលសភៅសម័យមុនដែលប្រែសម្រួលដោយអង្គញានូកនមហាសេនានូកនក្នុងឆ្នាំ1904នៅផ្សារមានលក់សភៅហ្នឹងហើយឈ្មោះក៏មិនហៅលាវប៉ៃយ៉ាងដែរហៅឡាវពីហើយគាត់ថាសម័យនោះអក្សរសាស្ត្រខុសពីឥឡូវរបៀបប្រើប្រាស់ពាក្យក៏អត់ដូចគ្នាដែរហើយខ្ញុំមើលច្រើនដងទៀតមើលសភៅទេអញ្ចឹងខ្សែភាពយន្តដែលមើលរងថ្ងៃផុសតាម Facebook ក៏ដោយ YouTube ក៏ដោយខ្ញុំមើលបានបន្តិចទេក៏ប៉ុន្តែសម្រាប់យើងអ្នកមើលយើងអត់ស្រឡាញ់ណាមួយបានទេព្រោះយើងតែជ្រើសរើសពាក្យថាស្រឡាញ់គឺមនោចេតនាហើយដល់ពេលដែលយើងមានមនោចេតនាជាមួយតួអង្គណាមួយនៅក្នុងសាច់រឿងហ្នឹងវាធ្វើឲ្យយើងហ្នឹងបាត់បង់សមត្ថភាពក្នុងការមើលគុណសម្បត្តិនិងគុណវិបត្តិរបស់តួអង្គណាមួយផ្សេងទៀតចឹងបើស្រឡាញ់ឆាវអញ្ចឹងយើងទៅមើលងាយលឺប៉ៃអញ្ចឹងគណៈគាត់ក៏គ្រប់គ្រងទឹកដីមួយផ្នែកក្នុងចំណោមជើង3ហើយមានគុណសម្បត្តិដូចគ្នាដែរក៏ប៉ុន្តែសម្រាប់យើងអ្នកដែលឆ្លាតយើងចេះរៀនពីតួអង្គទាំងហ្នឹងមួយណាក៏ល្អដូចគ្នាគុណសម្បត្តិនិងគុណវិបត្តិខុសគ្នាហើយយើងជ្រើសរើសសម្រាប់ខ្លួនយើងឲ្យវាសមឧទាហរណ៍ថាចូលគឹកលៀងអញ្ចឹងគាត់ជាមនុស្សល្អិតល្អន់ហើយពូកែធ្វើផែនការមកចត់អញ្ចឹងយើងអាចយកគំរូតាមឧទាហរណ៍ផែនការឡងចុងរបស់គាត់យកខេត្តនេះខេត្តចិញ្ចៅស៊ីឈួនហើយវាយកទឹកដីទាំងមូលអញ្ចឹងសម្រាប់ឆាវគាត់ប្រើមនុស្សចម្រុះមជ្ឈុំទាំងអស់តែច្រើនអ្នកអញ្ចឹងនៅពេលដែលបាក់ទឹកចិត្តយើងអាចយកសម្ដីគាត់មកគាត់បានតែគេមិនខ្លាចចាញ់ទេខ្លាចតែបាក់ទឹកចិត្តអញ្ចឹងលីប៉ៃក៏ដូចគ្នាដែរបានចិត្តរះបានទឹកដីបានអតិថិជនបានប្រាក់ចំណេញអីចឹងណាយើងគិតចឹងវិញអញ្ចឹងគុណសម្បត្តិនិងគុណវិបត្តិតួអង្គយើងត្រូវចេះយកមកប្រើប្រាស់ដោយមិនកំណត់អត្តសញ្ញាណទៅរបៀបមើលរបស់យើងវាមានប្រយោជន៍ដល់ពេលដែលយើងប្រើប្រាស់អ្នកនេះល្អជាងអ្នកនេះវាជាការប្រៀបធៀបមួយដែលនាំទៅដល់បាត់បង់គេហៅថាសុភវិនិច្ឆ័យគេហៅលក្ខណៈវិនិច្ឆ័យតួអង្គណាមួយហើយគុណសម្បត្តិដែលអ្នកដទៃមានហ្នឹងយើងអត់យើងតាត់ចោលវាតែមកយើងទៅយកគុណសម្បត្តិតួអង្គមួយផ្សេងទៀតហើយធ្វើខ្លួនជាតួអង្គដូចឆាវអញ្ចឹងណាតែប៉ុន្តែមនុស្សយើងអត់ចាំបាច់នេះទេយើងយកម្នាក់បន្តិចមកយើងបង្កើតសំណុំខេសរបស់យើងសំណុំចរិតលក្ខណៈរបស់យើងឯងផ្សេងម្នាក់បន្តិចអញ្ចឹងបង្កើតបុគ្គលិកលក្ខណៈខ្លួនឯងវិញអត់ចាំបាច់ទៅយក role model ណាមួយឲ្យពិតប្រាកដទេបើមិនចឹងទេគេដឹងថាអានេះរៀនតាមអ្នកនេះអានេះរៀនតាមអ្នកនេះអានេះរៀនតាមអ្នកនេះអញ្ចឹងពួក cyber security ក៏គេមិនដែលគិតថា Mac nóល្អជាង Windows ឬក៏ Linux ល្អជាង Mac Ubuntu ល្អជាង White Hat ល្អជាង The Kali អញ្ចឹងណាអញ្ចឹងរបៀបតែងតាំងតួអង្គណាដែលខ្ពស់ជាងគេវានឹងបង្កើតបាននៅទម្លាប់នៃការលើកជើងតួអង្គណាមួយឬក៏បុគ្គលណាមួយមេយើងខ្លួនឯងចុងក្រោយបើយើងមានរៀងមានក្រឹមបានតិចយើងលើកខ្លួនឯងដែរហើយវាជាទម្លាប់មួយដែលធ្វើឲ្យយើងបាត់បង់នៅសុភវិនិច្ឆ័យក្នុងការវាយតម្លៃស្ថានភាពវាយតម្លៃបុគ្គលណាព្រោះយើងកំណត់តែអត្តសញ្ញាណហើយលើកខ្ពស់លើកទាបអញ្ចឹងដំបូងយើងមើលគុណសម្បត្តិប៉ុន្តែក្រោយទៅយើងបិទភ្នែកមើលតួអង្គផ្សេងបាត់ហើយយើងលែងមើលឃើញបាត់អញ្ចឹងអូខេ